มาเพียบซูมจำรานเปอnhiệtโยมโดยจีออโลกถึงออได้แต่งแต่กรุบหนึ่งสลังจมพูมุนเกียร์ธาขมายยืงថ្ងៃនេះអាត្មាភាពនឹងលើកយកនៅគាថាអាយុវែងដើម្បីចែកជូនញាតិញោមស្ដាប់ក៏ដូចជាអស់លោកប៉ុន្តែមុននឹងញាតិញោមដូចជាអស់លោកចូលស្ដាប់ឬសិក្សាសូមកុំភ្លេចជួយចុច Subscribe នៅលើ Channel ម្នាក់មួយទៅដើម្បីនឹងទទួលបាននូវវីដេអូថ្មីជាបន្តទៀតដែលបង្រៀនដោយខ្ញុំកណាអាត្មាភាពផ្ទាល់អញ្ចឹងគាថាអាយុវែងនេះគឺជាគាថាមួយដ៏ពូកែនិងស័ក្តិសិទ្ធិប្រសិនណាបើញាតិញោមដូចជាអស់លោកយកទៅប្រើប្រាស់មានការគោរពមានការបដិបត្តិបានត្រឹមត្រូវអាចជួយឲ្យញាតិញោមដូចជាអស់លោកនឹងកើននៅអាយុណាហេតុឲ្យអាយុនឹងវែងអាយុនឹងកាន់តែប្រសើរណាដែលធ្លាប់បានថា10ឆ្នាំ20ឆ្នាំបន្ថែមទៀតចឹងទៅដោយអំណាចនៃគាថាអាយុវែងមួយមេនេះហើយគាថានេះដែរមិនមែនសុទ្ធតែបានសម្រេចសូត្រទៅនឹងបានសម្រេចគ្រប់គ្នាទេតើតែយើងមានឧបនិស្ស័យរួមផ្សំជាមួយនឹងការរស់នៅរួមផ្សំនឹងការគោរពបដិបត្តិរបស់យើងដែរទើបអាចជួយឲ្យយើងនឹងបានសម្រេចដូចបំណងអញ្ចឹងជាធម្មតានរណាក៏ចង់បានអាយុវែងដែរតែអាយុវែងរួមផ្សំនឹងកាយសម្បទានឹងល្អទៀតតែបើអាយុវែងហើយបានមកដោយលំបាកលបិនណាដេកនៅនឹងកន្ទេលដេកនៅនឹងកន្លែងក៏វាមិនជាការប្រសើរដែរអញ្ចឹងគាថានេះជាហេតុឲ្យអាយុវែងធ្វើឲ្យរាងកាយរបស់យើងនឹងមាំមួនតមទូនល្អណានឹងឲ្យមានកម្លាំងមានកំហែងអញ្ចឹងទៅដោយអំណាចនៃគាថាអាយុវែងមួយមេនេះយើងអាចយកទៅសូត្រណាតន្ទិញឲ្យចេះចាំសូត្រតន្ទិញរាល់ថ្ងៃភាវនារាល់ថ្ងៃទៅនឹងអាចជួយឲ្យយើងនឹងអាយុវែងដោយរិទ្ធអំណាចនៃគាថានេះអញ្ចឹងយើងចូលទៅសិក្សាណាទៅស្ដាប់ទាំងអស់គ្នាទៅរៀនទាំងអស់គ្នាអញ្ចឹងមុននឹងញាតិញោមដូចជាអស់លោកសូត្រនៅគាថានេះយើងត្រូវរៀបចំរំដាប់គ្រូជាមុនសិនរំដាប់គ្រូគឺយើងត្រូវមានផ្កាឈូក5ទៀន5ធូប5បារី5ស្លា5ម្លូ5ស្លាធរដូមួយគូបាយសីមួយគូទឹកអប់ឆ្វេងស្ដាំកណាត់សអើមួយប្រាក់500រៀលចឹងនេះគឺជារំដាប់គ្រូដែលយើងត្រូវតែមានការរៀបចំឡើងដើម្បីជាសក្ការៈថ្វាយដល់គ្រូណាជាការគោរពដល់គ្រូយើងទៅដើម្បីឲ្យគាថាដែលយើងសែបសូត្រទៅវាពូកែវាស័ក្តិសិទ្ធិហ្នឹងហើយចឹងចាស់ពីដើមដូនតាពីដើមដែលលោកធ្វើអ្វីមួយលោកមិនចោលនៅគុណគ្រូទេលោកសូត្រនៅគាថាអីលោកតែងតែរំលឹកគុណគ្រូរៀបចំរំដាប់គ្រូជាកិច្ចថ្វាយសក្ការៈដល់គ្រូអញ្ចឹងយើងមើលដូនតាយើងពីដើមគាត់មានអាយុវែងមានបច្ចុប្បន្នវែងដោយសារអីដោយសារគាត់ចេះនៅគាថាផ្សេងហ្នឹងច្រើនហ្នឹងចេះច្រើនណាពេលខ្លះទៅគាត់បង្ហាញទៅពេលខ្លះគាត់មិនបង្ហាញអញ្ចឹងទៅរួមផ្សំនៃការរស់នៅរបស់គាត់ទៀតហ្នឹងជាហេតុនាំឲ្យគាត់នឹងមានអាយុវែងអញ្ចឹងបន្ទាប់ពីយើងរៀបចំរំដាប់គ្រូរួចយើងត្រូវសូត្រនៅរំលឹកគុណគ្រូបន្ថែមទៀតអញ្ចឹងយើងសូត្រមកខ្ញុំព្រះករុណាសូមរំលឹកគុណគ្រូដែលបានបង្ហាត់បង្រៀនមុនគាថានេះដល់ខ្ញុំពេលដែលខ្ញុំសូត្រមុនគាថានេះពេលណាសូមឲ្យពូកែស័ក្តិសិទ្ធិមានឫទ្ធិមានតេជះមានបារមីអញ្ចឹងមុននឹងយើងសូត្រគាថាហ្នឹងយើងត្រូវសូត្ររំលឹកគុណគ្រូបន្ថែមទៀតណាលើកដៃប្រណម្យមកសូត្ររំលឹកគុណគាត់បន្ថែមទៀតបន្ទាប់ពីយើងសូត្រនៅរំលឹកគុណគ្រូរួចយើងត្រូវតាំងនមោ3ចប់ទៀតអញ្ចឹងយើងសូត្រមកនមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈបន្ទាប់ពីយើងតាំងនមោ3ចប់យើងត្រូវសូត្រនៅគាថានេះនិកន្តរជាតិនិកន្តរជាតិនិកន្តរជាតិអាត្មាភាពសូត្របញ្ជាក់ម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់អញ្ចឹងយើងទីងផ្ទាត់ទាំងអស់គ្នាមកនិកន្តរជាតិបើនេះគឺជាបាលីដូចជាគាថាណាឲ្យអាយុវែងណាគឺខ្លីទេងាយស្រួលក្នុងការតន្ទិញណាឲ្យចេះឲ្យចាំហើយយកទៅសែបសូត្រយកទៅប្រើប្រាស់ជាពិសេសអស់លោកដែលមានវ័យចាស់ណានិងវ័យចំណាស់ហ្នឹងណាជាវ័យចុងក្រោយហ្នឹងអាចយកទៅសែបសូត្រណារៀនសូត្រហ្នឹងហើយមុនពេលដែលយើងសម្រានហ្នឹងយើងសូត្រភាវនាទៅហ្នឹងហើយជាហេតុឲ្យយើងនឹងអាយុវែងកាលណាយើងសូត្រទៅរិទ្ធអំណាចនៃគាថាហ្នឹងណានឹងជួយបិទបាំងរាំងនៃការសម្រានរបស់យើងនឹងឲ្យជាសុខណានៅជាសុខមានសេចក្តីសុខមាន
hạt đây là nó mình vô sọc ở cọ em xem chỉ đàm nâng chẳng cả na dương sầm ran tới sẽ đầy sọc rồi chẳng tới hạt nôm ở dương nâng ở dụ về như dụ can tại xa nâng này hay trong cuộc đầm nóm cứ dương hàm hộp sạch cái phải spư nâng phải cloak mà dạng thiết cứ hàm chê và mát cạp tiền ở tây hay trong cuộc cả bỏ để cắm cứ dương tới sốt bay chọc nâng lực đây còn nói dương sốt bay chọc tới dương sầm ran cho nâng này hay trong cuộc bị pra cứ mình miền ở vậy tràn tế còn là dương rịp trong đồng đạp cru sốt động lực con cru tăng là mô bay chọc hay dương sốt nâng lực kia thả năng lực đây còn nằm là đòi một mòm sốt hỏi dương sầm ran từ nâng này chân dương thưa chỉ riêng ro ngày nè rồi hô tôi để dương nó chỉ vật từ bình nè dương sâu ro ngày theo phe na các bạn đây nè mà ngày sốt một đòn các bạn bị đòn bạn bảy đòn các bạn đây nó sạch tại dương nè miền phe lia sạch tại dương sốt nè ngày chân hạt nó cứ ở dương miền là dục về như một nơi sọc đông Romania nó miền sạch đầy sọc để chuyện để chung nó nơi khuôn anh rồi chỉ không còn khuôn xa nó nâng miền phía chấm ra nó chẳng cứ phụ cái sạ sật na trong cuộc chia tha mười mấy ní và sana bởi nhận dung được cho lục do tập ra miền ca group miền ca bạt bàn trầm từ lõ âm nay để chia tha mười mấy ní nâng từ sân thật bật bằng rèn nó chu dùng sau chỉ vật dưỡng nó ở can tại xa can tại chấm đoán miền cái sốc miền là dục quen chẳng cứ nhận nhôm được cho lục để chăm tham hạt đấtในมณฑลkia tha របស់ខ្មែរយើងដែលphụ cái sạ sậtទៅបានគឺអាស្រ័យទៅលើការទន្ទិញស្វាត់ជាគាថានឹងជាប្រចាំថ្ងៃនឹងការអុជធូបថ្វាយជ័យផ្កាភ្ញីទៅអបចំពោះវត្ថុស័ក្តិសិទ្ធិប្រតិបត្តិរាល់ថ្ងៃសិលដែលប្រៀបដូចជាយើងសំលេងកំបិតបើទោះបីជាកំបិតនោះគ្មានមុខក៏គង់តែមុតដែរប៉ុន្តែបើយើងខ្ជិលចង្អុលឬធ្វើប្រហែសឬអ៊ូតអាងបើទោះបីជាមន្តអាគមឬវត្ថុស័ក្តិសិទ្ធិនោះខ្លាំងពូកែប៉ុណ្ណាក៏គង់អស់រថនភាពដែរដូចជាកំបិតឲ្យគេຕົកចោលត្រូវច្រេះចាប់ចឹងឯងចឹងយើងកុំបីមានការប្រមាថកុំបីមានការធ្វើប្រហែសកុំបីមានការអ៊ូតអាងណាបំណាច់ថាយកទៅសិក្សាទាំងសូត្រទៅតែមានការគោរពបប្រតិបត្តិឲ្យបានល្អមិនមែនយើងត្រឹមចេះសូត្រចេះថាយកទៅខ្សែសូត្រយកទៅទន្ទិញសិតតែបានពូកែស័ក្តិសិទ្ធិទេណាតើយើងមានការគោរពបានត្រឹមត្រូវទៅអានុភាពនៃគាថានោះវាពូកែវាស័ក្តិសិទ្ធិហ្នឹងហើយចឹងយើងមិនមែនចេះសូត្រមួយម៉ាត់ពីរម៉ាត់យកទៅប្រើប្រាស់ទទួលបានផលចង់បានដោយអំណាចនឹងការចង់បានរបស់ខ្លួនឯងហ្នឹងគឺអត់ទេណាសំខាន់គឺការគោរពបប្រតិបត្តិអញ្ចឹងគឺញាតិញោមត្រូវចាំប៉ុណ្ណឹងទៅថានេះគឺជាគាថាហេតុដែលយុវវែងណាទន្ទិញឲ្យចេះឲ្យចាំនឹងសូត្រនឹងឲ្យដូនតាយើងក៏លោកតែងតែធ្វើសក្ការៈជារៀងរាល់ថ្ងៃសៅរ៍ដែរញាតិញោមដឹងហើយតែងតែមានការថ្វាយជ័យការភ្ញីអញ្ចឹងទៅអុជធូបនឹងថ្វាយដល់ជំនាញផ្ទះនឹងហៅថាប្រភូមិតែគាត់ថែរក្សានៅផ្ទះយើងដូចជាថែរក្សានៅក្នុងក្រុមគ្រួសារយើងថ្វាយសក្ការៈដល់គាត់ទៅនេះគឺជាហេតុដែលឲ្យគាថាដែលយើងសែបសូនទៅវាពូកែវាស័ក្តិសិទ្ធិហ្នឹងហើយអញ្ចឹងទោះតែយើងសំខាន់គឺការគោរពបប្រតិបត្តិរបស់យើងបានត្រឹមត្រូវនិងអានុភាពនៃគាថាហ្នឹងក៏វាពូកែស័ក្តិសិទ្ធិទៅតាមនោះដែរចឹងវីដេអូរបស់អាត្មាភាពគឺមានតែប៉ុណ្ណេះហើយជាចុងក្រោយប្រសិនណាបើញាតិញោមដូចជាអស់លោកណាមិនយល់ត្រង់ណាមិនដឹងត្រង់ណាឬឆ្ងល់ត្រង់ណាអាចសាកសួរបានណាតាមរយៈ comment ណាដូចជាលេខទូរស័ព្ទអាត្មាផ្ទាល់ដែលដាក់នៅលើវីដេអូនេះស្រាប់ហើយអាត្មាភាពណាមានជាយ័ន្តមានជាខ្សែកថាមានជាខ្សែចង្កេះនិងយ័ន្តលុកដូរយ័ន្តរកស៊ីការពារផ្សេងប្រសិនណាអស់លោកមានឧបនិស្ស័យណាចង់ជាវយកទៅប្រើប្រាស់ដើម្បីជាសេចក្តីសុខដើម្បីជាសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដល់ក្នុងក្រុមគ្រួសារដូចជាខ្លួនឯងការរកស៊ីអីផ្សេងណាអាចជាវបានតាក់ទងមកបានណាហ្នឹងហើយតាមរយៈអាត្មាហ្នឹងទៅហើយគាថាដូចជាវត្ថុនោះគឺអាត្មាបានបញ្ចុះនៅគាថាណាដើម្បីឲ្យមានឫទ្ធិមានអំណាចញាតិញោមក៏អស់លោកក៏យកទៅគោរពប្រើប្រាស់ទៅនឹងអាចទទួលបាននៅសំណាងល្អសេចក្តីសុខត្រជាក់ត្រជុំនៅក្នុងក្រុមគ្រួសារនឹងហើយកាលណាយើងគោរពបានត្រឹមត្រូវនឹងធ្វើបានត្រឹមត្រូវប្រកបណាស់មានសេចក្តីសុខណាពាក្យខ្មែរមួយយើងថាអាគមសមយុទ្ធនឹងយើងរួមផ្សំនឹងការរស់នៅរបស់យើងផងមិនមែនយើងពឹងផ្អែកទៅលើមន្តអាគមគាថាសុទ្ធទេណាគឺសំខាន់ការរស់នៅពឹងផ្អែកទៅលើបច្ចុប្បន្នណាយើងខិតខំប្រឹងប្រែងផងទៅប្រកបណាស់ជីវិតយើងនឹងជួបសេចក្តីសុខនិងសេចក្តីចម្រើនអញ្ចឹងវីដេអូមានតែប៉ុណ្ណេះណាសូមចម្រើនពរលាទាំងអស់គ្នា